បងជាតាមខេត្តគាត់តែញ៉ាំលកាទៅគាត់ចេះជួបបងអាចបង្រៀនពីរបៀបជួបតិចអាចបានអត់បងអូបងប្អូនគាត់នៅតាមខេត្តគាត់យកទៅគាត់ចាប់ជួបហ៎ចាបងអូខេមុនហ្នឹងមែនមុនហ្នឹងបងមុនហ្នឹងអូខេមកចាំមករៀនចូលតែបងប្អូនយើងមកបើកមើលបងប្អូនរបៀបដាក់ខ្សែហើយនឹងរបៀបយើងភ្ជាប់នេះបងប្អូនយើងបើកមកចេះអានេះដូចសាករបស់វាបងប្អូនហើយនេះបងប្អូនក្បាលរបស់វាហើយបើសិនជាខ្សែដែកជាមួយមួយខ្សែដែកចឹងប្រភេទនេះទិញមួយបានពីរបងប្អូននេះទិញខ្សែដែកពណ៌សបានខ្សែស៊ីលីកូនពណ៌ទឹកក្រូចជានៅក្នុងទី2ឥឡូវនេះរបៀបភ្ជាប់យើងមើលមកយើងដាក់ចឹងបងប្អូននេះទៅមុខនេះអាកន្លែងទៅមុខគេមើលកលឹះរបស់គេហើយយើងដាក់នេះសិនមកនេះចូលហ៊ុនរបស់គេមកហើយយើងចុចដៃយើងចុចសូនេះត្រូវយើងសេរីវាត្រូវឲ្យលើកខ្លាំងត្រូវចូលឡើងតោះមកនេះដូចគ្នាបងយើងសូឲ្យត្រូវរំចេះមួយមកហើយយើងចុចលើកចេញយើងសេរីវាត្រូវអូខេពេលលើកខ្លាំងវាចូលអញ្ចឹងយើងបាននាឡិកាមួយមកខ្ញុំបរៀនជាប់មុននេះយើងបើក sticker បន្តិចមកដើម្បីសេរីវានេះវាជាប់យើងចូលមកបើកបងប្អូនយើងឃើញចឹងណានាឡិកានេះស្រួលប្រើទេបងប្អូនចង់សេរីមកយើងគ្រាន់តែមូលនេះអាចជំវិញនេះក៏បានមូលទៅចង់ដូរមកមួយណាក៏បានសំខាន់អានេះមាន7បងប្អូនដល់ពេលយប់នេះមាន7គឺត្រូវបានចង់បើក7អត់បានទេយើងចុចអូមកខាងលើចឹងមកនេះមាន7ចុចអានេះមកនេះបងប្អូនភ្លឺពេលយប់ភ្លឺល្អហើយអានេះយើងចុចអានេះដើម្បីឲ្យពេលណាយើងងាកដៃមកវាបង្ហាញមកគឺយើងត្រូវចុចបើកវាអត់អានេះកម្មវិធីផ្សេងយើងបាច់ប្រើតាមនេះក៏បានដែរយើងមើលយើងចុចអានេះមួយមកបន្ទោះយើងចុចប៊ូតុងខាងនេះមួយមកលោតកម្មវិធីមកមានកម្មវិធីច្រើននេះបងប្អូនចង់មើលកម្មវិធីវាយើងអូសពីខាងនេះមកអូសខាងនេះមួយមកលោតកម្មវិធីឲ្យមើលបងប្អូនចង់សេរីមកសេរីតាមនេះប្រើក៏បានគឺបងប្អូនអូសនឹងដៃចឹងក៏បានដែរបងប្អូនកម្មវិធី option ច្រើនមកកុំឲ្យខាត់ពេលយើងចូលទៅរបៀបជាប់យើងអូសមកយើងអូសមកដល់នេះ setting យើងចូលកន្លែង setting យើងអូសមកក្រោមទៀតបងប្អូនយើងនៅស្អិតអូសមកក្រោមនេះវាមានពាក្យថានេះ download app ណាយើងចុចលើវាយើងមើលនៅសភៅណែនាំក៏បានដែរ app វា QR code វាឥឡូវយើងដើម្បី download app បានបងប្អូនណាយើងបើ iPhone បងប្អូនចូលទៅកាមេរ៉ាខ្ញុំ iPhone ចូលទៅកាមេរ៉ាឃើញមកយើងចូល iPhone យើងបងប្អូនទូរស័ព្ទ iPhone យើងដាក់កាមេរ៉ាមកវា load ឲ្យនេះចុចមកសូមរំចាំអត់ទេបងប្អូននេះ app វាសម្រាប់បងប្អូនប្រើ iPhone ឬ Android បងប្អូនអាចវាយពាក្យនេះបាននេះ Glory Fit ឈ្មោះវា Glory Fit អញ្ចឹងដោយសារខ្ញុំ down ហើយយើងចុច open មកពេលចូលមកបងប្អូនយើងចុច load មកវា load ចុច allow មួយបន្ទាប់មកនេះចុចវាដល់ប៊ូតុងនេះគេឲ្យយើងបង្កើត login តែយើងអត់មានទេយើងចុចfree ហើយយើងចុច skip នេះមួយចុច skip ហើយចុច free បន្ទាប់ពីចុច skip ហើយនេះវា load ឲ្យជ្រើសរើស page ស្រីប្រុសបងប្អូនបរិះយក mail ខាងលើខ្ញុំបរិះតោះមកគេឲ្យដាក់កម្ពស់ឥឡូវខ្ញុំដាក់កម្ពស់ខ្ញុំ1.68ហើយចុចនេះសញ្ញាបន្ទាប់អានេះគេឲ្យដាក់គីឡូបងអានេះគីឡូយើងបានគីឡូដូចជា7ជាង7.9អានេះប្រហែលចុចយើងបាច់ទេយើងដាក់នេះហើយបន្តទៀតនេះឲ្យដាក់ខែឆ្នាំទៅណាយើងដាក់ទៅខែណាឆ្នាំណាយើងអូសតាមហ្នឹងទៅទៅមកចុចបន្តទៀតអានេះគេឲ្យយើងកំណត់ក្នុងមួយថ្ងៃយើងដើរបាន 8000 ជំហានក្នុងគោលដៅជំហានរបស់យើងក្នុងការដើរយក 8000 ក៏បានយើងខំជិះវាមកយកកណ្ដាលបងចុចយកកណ្ដាលក៏បានអូខេបន្ទាប់ពីបានហើយវាអត់ទាន់ជួបបានទេបងប្អូនដោយសារយើងអត់ទាន់ជួបវាឥឡូវខ្ញុំសំខាន់បងប្អូនត្រូវបើក Bluetooth សិនណាពេលកាយយើងត្រូវបើក Bluetooth សិនទូរស័ព្ទដៃយើងអញ្ចឹងយើងបីជួបយើងចូលកន្លែងនេះ device កន្លែង device នេះមកយើងចុច allow មួយទៅមកថ្មីវាអត់ទាន់មានបានជួបមួយនាឡិកាទេយើងចុចចូល add new ហើយយើង select នេះវា load mode មកច្រើនឥឡូវខ្ញុំជ្រើសរើសដោយសារខ្ញុំមាន2វា load មក2អញ្ចឹងចិត្តគ្នាអញ្ចឹងខ្ញុំដកមួយឆ្ងាយឥឡូវយើងយកអានេះមកទេយកលើគេមកម៉ូតរបស់វា BW0616 អញ្ចឹងពេលបានហើយយើងចុច pairing pair allow មួយទៀតមកអូខេបើសិនជាជួបបងប្អូនបើសិនជាវាជួបត្រូវហើយវានឹង load ម៉ោងត្រូវឥឡូវនេះម៉ោង5:25ដល់ម៉ោង17:25អញ្ចឹងត្រូវគ្នាហើយណានឹងវាជួបបានហើយមានន័យថានេះយើងមើលកន្លែងនេះវាបានជួបគ្នាហើយហើយដើម្បីចូលទៅប្រើប្រាស់វាមាន option ច្រើនឥឡូវខ្ញុំអត់បង្ហាញទូបងប្អូនមុខនេះគេបង្ហាញពីផ្ទាំងនៃសុខភាពរបស់យើងដូចច្បាប់បេះដូងស្ពាតឈាមជាតិស្ករក្នុងឈាមវិញលើនេះគឺមានគេបង្ហាញទៅន័យពេលយើងពាក់ប្រើប្រាស់ហើយអានេះសម្រាប់យើងប្រភេទកីឡាផ្សេងបងប្អូនចូលទៅប្រើប្រាស់លើប្រភេទកីឡាអាចស្រាវជ្រាវបានហើយបន្តបន្ទាប់កន្លែង device នេះកន្លែងយើងកំណត់ច្រើនទៀតណាហើយកន្លែងនេះកន្លែង profile ហ្នឹងកន្លែងព័ត៌មានរបស់យើងឥឡូវខ្ញុំចូលកន្លែង device ដើម្បីកំណត់ផ្សេងមកខ្ញុំអូសទៅលើទី1បងប្អូនសម្រាប់ Bluetooth call ទេអានឹងបាច់យើងបាច់យកទេអានឹងវាអាចនឹងជាប់អូតូហើយទី2 watch face watch face មានន័យថាមុខនាឡិកាបងប្អូនមុខនាឡិកាដែលនៅក្នុងនេះយើងមានតែប្រហែលមុខទេសំទោសនេះមុខនាឡិកាខាងមុខហ្នឹងនេះយើងសេរី7វាមានតែប្រហែល 4-5 មុខទេបើសិនជាបងប្អូនចង់បានថែមយើងអាចយកពីនេះទៅដាក់បានឥឡូវបងប្អូនចង់បានមួយណាឧទាហរណ៍បងចង់បានមួយនេះចុចលើវាមកនេះចុចនេះមកវានៅកំពុង download ចូលអាហ្នឹងរបៀបដាក់មុខថ្មីហើយមុននឹងអាចតាំងរូបភាពបានបងប្អូនខ្ញុំនឹងរៀនពីវិធីតាំងរូបភាពបងប្អូននៅលើកញ្ចក់នាឡិកា
ពីដើក្រុម100%អូខេនេះរូបនេះវាលោតមកមុខនាឡិកាយើងអញ្ចឹងយើងបានមុខនាឡិកាថ្មីទៀតណាឥឡូវយើងចូលដល់វិធីតាំងរូបភាពរបស់យើងចូលទៅនេះកន្លែង deal my deal មានន័យថារូបភាពដែលយើងបានដោនចេញហើយនេះកន្លែង my custom deal យើងយកកន្លែងហ្នឹងណា custom deal កន្លែងនេះយើងអាចតាំងរូបភាពបានយើងចុចលើវាមកហើយយើងចង់តាំងរូបភាពយើងចុចកន្លែង custom deal ហើយវាមានមុខវាអញ្ចឹងហើយបងប្អូនអាចជ្រើសរើសបាននេះម៉ោងយើងចង់បានម៉ោងមិនពណ៌មិនយើងអាចជ្រើសរើសតាមនឹងបានម៉ោងពណ៌សពណ៌ក្រហមពណ៌ខ្មៅវិញស្រីលើយើងចង់បានឥឡូវយកម៉ោងពណ៌ក្រហមតោះមកយើងទៅយករូបភាពយើងចុចកន្លែងរូបភាពមកឥឡូវយើងចាក់កណ្ដាលហើយចុចនេះមកឥឡូវខ្ញុំចង់បានដាក់រូបភាពនេះមួយនេះចង់ដាក់រូបភាពនេះមួយអូខេយើងចុច yes នេះរូបភាពយើងលោតមកនេះលោតមកតោះមកយើងចុចអូខេទៀតមកតោះមកចុចអូខេម្ដងទៀតនេះខ្ញុំចង់ដាក់រូបឆ្មាមុខនេះគឺវាបង្ហាញថ្ងៃទីខែហើយនឹងនេះជំហានដើររបស់យើងហើយនឹងម៉ោងអញ្ចឹងបងប្អូនអាចដាក់រូបភាពខ្លួនឯងបានអូខេអញ្ចឹង 100% ហើយរូបភាពឆ្មានេះយើងបានមកកណែណាបងចូលនៅមុខនាឡិកាយើងឥឡូវយើងបន្ទាប់ពីយើងដាក់រូបភាពយើងបានហើយយើងទៅមើល option ផ្សេងទៀត option បន្ទាប់អាហ្នឹងអត់អីទេគេបើកអូតូឲ្យហើយ option ក្នុងឈាមក៏គេបើកឲ្យអស់ហើយសម្រាប់ការ call នេះក៏គេបើកដែរមុននេះយើងអាច call ទទួលទូរស័ព្ទដោយយើងជួបហើយអាចប្រើបាននេះ app យើងចូលកន្លែង app close ហ្នឹងអានេះអាចបើក option មុខងារផ្សេងៗទៀតបានដូចបងប្អូនចង់បើកជា message តាម Facebook ឬបងប្អូនបើកជា Telegram ឲ្យពីគេ call មកវា load នៅលើនាឡិកាយើងដែរចង់បើក option ផ្សេងៗទៀតបានច្រើនទៀតឬក៏បើក under app ក៏បានដែរឥឡូវខ្ញុំបើកប៉ុណ្្នឹងសិនទៅមកទៀតអានេះអត់នេះទេបងប្អូនស្រាវជ្រាវខ្លួនឯងតិចទៅហើយមក setting អាហ្នឹងយើងអាចបញ្ជាថតរូបភាពតាមរយៈនាឡិកាបានចុចទៅមកចុចបញ្ជាថតអូខេអូខេអត់មានដូចច្រើនទេចំណុចនេះបងប្អូនចំណុចនេះ time system បងប្អូនយក12ម៉ោងមកស្រួលចំណាំបាច់យក24ម៉ោងហើយ follow system យើងអាចយកអង់គ្លេសក៏បានឬក៏យក follow system ក៏បានតែព្រោះវាអង់គ្លេសនាឡិកាហើយអូមកក្រោយវាអត់មានអីទេបើសិនជាចង់ reset ចោល reset device នេះបានហើយមួយទៀតបើសិនជាបងប្អូនចង់ unpair ទូរស័ព្ទដៃជាមួយនាឡិកានេះបងប្អូនចុចក្រោមគេបង unpair ទៅវាផ្ដាច់ការភ្ជាប់ជាមួយនាឡិកាបានឬបងប្អូនដក Bluetooth ចេញក៏បានដែរណារបៀបប្រើប្រាស់ដូចជាអត់មានអីច្រើនទេនៅលើនេះក៏វាមានកម្មវិធីច្រើនដែរបងប្អូននៅលើនេះបើយើងចុចអានេះចុចប៊ូតុងនេះវា load Tela ចុចប៊ូតុងនេះវា load Tela ច្រើនបងប្អូនចង់ប្រើប្រាស់ហើយបើសិនជាបងប្អូនចង់មើលកម្មវិធីចូលមកខាងស្ដាំដៃឃើញមានកម្មវិធីវាច្រើនតែយើងចង់មើលកម្មវិធីមួយណាក៏បានដែរបងប្អូនចង់ watch សម្ពាធឈាមចង្វាក់បេះដូងយើងមើលតាមនេះចង្វាក់បេះដូងបងប្អូនចុចទៅដល់យើងពាក់សិនបងប្អូននេះពេលយើងពាក់ទៅបានវា load សញ្ញានៅក្រោមហើយមានកម្មវិធីច្រើនទៀតមាន stress មាន blood oxygen training ផ្សេងៗនៅលើនេះមានច្រើនការរបៀបការប្រើប្រាស់យើងមានតែប៉ុណ្្នឹងទេបងប្អូនអាចយកទៅស្រាវជ្រាវបានណាបងប្អូនអរគុណច្រើន